ជម្រាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ក្នុងការចូលមកកាន់ Channel Admin Kin នៅក្នុងវីដេអូមួយនេះផងដែរខ្ញុំនឹងមកធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៅក្នុងការសាងប្រាក់ចំណូលជាមួយនឹង YouTube បាទអញ្ចឹងដោយសារតែ YouTube គឺយើងងាយស្រួលក្នុងការរកលុយជាង Facebook បាទអញ្ចឹងដើម្បីយើងរកលុយបានទាំងអស់គ្នាបងប្អូនទាំងអស់គ្នាត្រូវតែធ្វើការបង្កើត Gmail ក៏ដូចជាមានលេខទូរស័ព្ទដើម្បី Verify ជាមួយនឹង Gmail របស់យើងបាទអញ្ចឹងខ្ញុំឧទាហរណ៍ជាក់ស្ដែងនៅលើ Channel YouTube របស់ខ្ញុំដែលខ្ញុំកំពុងតែបង្ហាញបងប្អូនទាំងអស់គ្នាហ្នឹងបាទ Channel Admin Kin ហ្នឹងគឺ Subscribe យើងបានចំនួនបាទ91 Subscribe បាទហ្នឹងហើយនេះយើងបាន91 Subscribe ឥឡូវខ្ញុំចូលមកកន្លែងនេះជួយមើលចូលមកកន្លែងរកប្រាក់បាទអញ្ចឹងខ្ញុំដូរឡើងទៅអង់គ្លេសសិនអូខេនៅពេលដែលយើងដាក់ប៉ុណ្ណឹងហើយអញ្ចឹងបងប្អូនទាំងគ្នាឃើញគោលការណ៍ YouTube អត់បាទគឺត្រូវការចំនួន 1000 Subscriber ហើយជាមួយនឹង 4000 ម៉ោងហ្នឹងហើយគេត្រូវការចំនួន2ហ្នឹងឬក៏យើងមាន10 MV អានេះសម្រាប់យើងលេង short ណាបើសិនជាបងប្អូនទាំងគ្នាលេង short អាចធ្វើការរកឲ្យបាន10 MV ទៅនៅក្នុងរយៈពេល1ឆ្នាំsorry នៅក្នុងរយៈពេល90ថ្ងៃបាទន័យថា3ខែហ្នឹងគឺយើងត្រូវតែមាន90អធិស្ឋានគឺយើងត្រូវតែមាន10 M ហើយជាមួយនឹង1000 subscriber បាទហ្នឹងហើយអញ្ចឹងដាច់ខាតត្រូវតែមាន2ហ្នឹងណាប៉ុន្តែបើសិនជាយើងអត់មាន10M ទេយើងត្រូវតែមាន4000 watch time hour បាទថាគឺយើងមាន4000ម៉ោងហ្នឹងឯងហើយ subscribe គឺ1000 subscriber ជានិច្ចបាទហ្នឹងហើយត្រូវមានប៉ុណ្ណឹងទៅយើងអាច continue ជាមួយនឹង YouTube បានអញ្ចឹងនៅក្នុងវីដេអូនេះផងដែរគឺខ្ញុំនឹងធ្វើការមកបង្ហាញបងប្អូនទាំងគ្នាដែលគាត់ជាអ្នកថ្មីណាបាទដឹងថាយើងត្រូវធ្វើមិនខ្លះដើម្បីឲ្យទទួលបាន monetize ក៏ដូចជាដាក់ keyword ដាក់ tag ដាក់ description ឲ្យត្រឹមត្រូវខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាអំពីរបៀបធ្វើហើយងាយស្រួលយល់មែនទែនហ្នឹងហើយបងប្អូនទាំងគ្នាមើលខ្ញុំដឹងតែចេះ 100% ខ្ញុំហ៊ានធានាបើមិនជាមិនចេះទេជេរខ្ញុំក៏បានដែរអូខេអញ្ចឹងអីដែលខ្ញុំនិយាយមិញនេះគឺជាគោលការណ៍របស់ YouTube ហើយបងប្អូនទាំងគ្នានៅពេលមាន channel អញ្ចឹងហើយអញ្ចឹងបងប្អូនទាំងគ្នាខ្ញុំគិតថាបងប្អូនប្រហែលជាចេះបង្កើត channel YouTube ណាចេះបង្កើត email ណាអញ្ចឹងខ្ញុំមិនបាច់ចាំបង្ហាញទេខ្ញុំបង្ហាញអំពីរបៀបកំណត់ setting YouTube ដើម្បីយើងសាងប្រាក់ចំណូល2026នេះឯងហ្នឹងហើយអញ្ចឹងឥឡូវដោយសារតែ YouTube គឺវាងាយជាង Facebook អញ្ចឹងបងប្អូនទាំងគ្នាអាចសាកធ្វើលេងជាមួយ YouTube បានណាបាទខ្ញុំសង្ឃឹមថាបងប្អូនទាំងគ្នានឹង start ចាប់ពីពេលនេះតទៅជាមួយ YouTube អូខេអញ្ចឹងយើងចូលមកកាន់ setting នៅខាងឆ្វេងដៃខ្ញុំលំអិតមួយកន្លែងUSD United Dollar នេះមិនបាច់ចាំធ្វើវាទេអាហ្នឹង currency បានថាគឺលុយយើងគិតជាលុយដុល្លារនៅពេលយើងបានពី YouTube អញ្ចឹងកន្លែងហ្នឹងយើងមិនបាច់ចាំប៉ះពាល់ទេតោះមកយើងចូលមកកន្លែង channel នៅពេលដែលចូល channel បងប្អូនទាំងគ្នានៅកន្លែងខាងលើនេះ dependent country នៅកន្លែងហ្នឹងគឺប្រទេសដែលអាច support រកលុយជាមួយ YouTube បានអញ្ចឹងបងប្អូនទាំងគ្នាដាក់នៅប្រទេសណាក៏បានដែរចង់ដាក់នៅ United States ឬក៏ដាក់ Cambodia ក៏បានដែរអញ្ចឹងឧទាហរណ៍ថាបងប្អូនដាក់នៅ United States អូខេនេះ United States ដូរតាមហ្នឹងអូខេអញ្ចឹងខ្ញុំ refresh ទៅវាបានបងប្អូនទាំងគ្នាខ្ញុំ save សិនមកអញ្ចឹងយើងដាក់ទៅ United States មកដាក់នៅខ្មែរក៏បានដែរនៅកន្លែងហ្នឹងបងប្អូនជ្រើសយកមួយណាក៏បានណាបាទហ្នឹងហើយនេះសារអាមេរិកហ្នឹងដាក់ទៅខ្មែរក៏បានដាក់ទៅណាក៏បានដែរអូខេហើយមួយទៀតគឺ keyword អញ្ចឹងថាតើ keyword ជាអីគេ keyword គឺជាពាក្យមួយពាក្យដែលវាមានន័យខ្លឹមសារដែលគេ search research នៅវីដេអូរបស់យើងថាគេ search មកអាចឡើងវីដេអូរបស់យើងអត់អាស្រ័យទៅលើ keyword ហ្នឹងឯងបាទអញ្ចឹងតើយើងដាក់ keyword របៀបម៉េចនៅកន្លែងនេះខ្ញុំឲ្យជាមតិយោបល់ទៅកាន់បងប្អូនទាំងគ្នាបើសិនជាបងប្អូនទាំងគ្នាធ្វើអំពី content អីបងប្អូនទាំងគ្នាដាក់ keyword បែបហ្នឹងមកឥឡូវកុំឲ្យពិបាករក keyword អញ្ចឹងដោយសារតែ content របស់ខ្ញុំនេះនៅក្នុងវីដេអូ channel មួយនេះផងដែរគឺខ្ញុំធ្វើប្រភេទបង្រៀនបាទហ្នឹងហើយបង្ហាញបង្រៀន show ហ្នឹងឯងអញ្ចឹងយើងអាចសរសេរ keyword លេងនេះមកអញ្ចឹងខ្ញុំមានវិធីសាស្ត្រមួយដើម្បីប្រាប់បងប្អូនទាំងនេះឲ្យសរសេរបានច្រើនហើយងាយស្រួលក្នុងការដាក់មិនទេមិនបាច់ចាំនឿយទៅនឹកហៅគិតថា keyword ដាក់មិនទេអញ្ចឹងឲ្យតែបងប្អូនទាំងគ្នាដឹងថាយើងខ្លួនឯងធ្វើ content អីបើថាយើងធ្វើប្រភេទមិន gaming ឬក៏ vlog ឬក៏ entertainment ឬក៏បងប្អូនទាំងគ្នាធ្វើជាវីដេអូសប្បាយៗ fun ឬក៏យើងបរិញ្ញាគេឬក៏បងប្អូនទាំងគ្នាធ្វើពីមេតិកាផ្សេងៗដាក់តាមនឹងមកអញ្ចឹងខ្ញុំណែនាំបងប្អូនទាំងគ្នាឲ្យប្រើ ChatGPT ទៅបាទដោយសារតែសម័យឥឡូវគេប្រើតែ ChatGPT ទេហ្នឹងហើយគឺងាយស្រួលអញ្ចឹង search ថា ChatGPT ហ្នឹងមកតោះយកមកយក ChatGPT មកតោះបងប្អូនទាំងគ្នាធ្វើការ
login ជាមួយ ChatGPT មកណាបាទអញ្ចឹងខ្ញុំ login ហើយខ្ញុំមិនបាច់ចាំទៅ login ទៀតទេអញ្ចឹងខ្ញុំឲ្យ ChatGPT generate នៅអូខេ generate នៅ keyword ឲ្យខ្ញុំអញ្ចឹងបងប្អូនគ្នាសរសេរមកgive me keyword អូខេយើងដាក់ give me keyword អញ្ចឹងមក keyword type ដាក់ type មក pe type គេបងប្អូនតើធ្វើពីអីដាក់ពីនឹងមកអញ្ចឹងបងប្អូនបាទអញ្ចឹងខ្ញុំធ្វើអំពីបង្រៀនបង្រៀនប្រភេទបង្រៀនយើងដាក់ថា tutorial ឯង tutorial ដូចជាបង្រៀនដែរតើណោះដាក់ពី technology បើខ្ញុំបង្រៀនហ្នឹង how to ប្រភេទបង្ហាញអញ្ចឹងខ្ញុំគួរតែយក keyword ប្រភេទtutorial ចុះអូខេ tutorial អូខេអញ្ចឹងខ្ញុំយកអំពី keyword បង្រៀនបងប្អូនទាំងគ្នាយក keyword អីធ្វើតាមអូខេធ្វើតាម content បងប្អូនទាំងគ្នាមកយកតាម content បងប្អូនទាំងគ្នាធ្វើបែរថាបើធ្វើពីបរិញ្ញាយកពីរបៀបមកអូខេអញ្ចឹងខ្ញុំធ្វើប៉ុណ្ណឹងហើយចុចសញ្ញាព្រួយនឹងលើនេះ send អូខេនេះអញ្ចឹងគឺជាអានេះគឺជា keyword របស់យើងបងប្អូនទាំងគ្នាអញ្ចឹងយើង copy អាហ្នឹងទាំងអស់ហ្នឹងយកទៅដាក់នៅក្នុង YouTube របស់យើងមកthếនេះ tutorial ខ្ញុំ copy នេះមួយមកយកមកផាសនៅកន្លែងហ្នឹងមកយើងផាសបានកាន់តែច្រើនកាន់តែល្អបងប្អូនទាំងគ្នា step by step អាហ្នឹងមួយជំហានម្ដងហ្នឹងអូខេយើង copy អាទាំងអស់ហ្នឹងមកបងប្អូន copy ម្ដងមួយមកអូខេបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំធ្វើ keyword តែប៉ុណ្្នឹងឯងបាទគឺខ្ញុំយក keyword ដែលណាដែលតំណងណាអញ្ចឹងបងប្អូនទាំងគ្នាធ្វើការរើសយកមកខ្ញុំយក keyword តែប៉ុណ្្នឹងទេហើយបងប្អូនទាំងគ្នាអាចយកលើសពីខ្ញុំក៏បានឬក៏យកប៉ុនខ្ញុំនឹងក៏បានឬក៏យកតិចជាងខ្ញុំក៏បានដែរប៉ុន្តែសំខាន់នៅកន្លែងហ្នឹងយើងព្យាយាមយកច្រើនណាបាទអញ្ចឹងនៅកន្លែងហ្នឹងគឺជាអត្ថប្រយោជន៍មួយរបស់ YouTube របស់យើងដើម្បីឲ្យ YouTube ហុញ វីដេអូរបស់យើងហ្នឹងទៅកាន់ viewer បែរថាបើសិនយើងមាន keyword មាន tag ត្រឹមត្រូវគឺដល់ពេលដែលយើងធ្វើការ upload វីដេអូទៅគឺ YouTube នឹងធ្វើការ suggestion វីដេអូរបស់យើងទៅកាន់ viewer ដទៃទៀតដែលគេចូលចិត្តមើលវីដេអូបែបហ្នឹងអូខេអញ្ចឹងខ្ញុំយកប៉ុណ្ណឹងសម្រាប់ keyword បងប្អូនទាំងនេះអាចយកលើសហ្នឹងឬក៏ប៉ុណ្ណឹងមកបន្តមកយើងចុច save បាទអញ្ចឹងដល់ពេលខ្ញុំ save ហើយចូលមកកាន់ setting ម្ដងទៀត setting ហើយ channel បន្ទាប់មកយើងឃើញអីដែលយើង save មិញណាបាទហ្នឹងហើយអញ្ចឹងយើងយកប៉ុណ្ណឹងមកចូលមក advance នៅកន្លែងទាំងអស់នេះនៅកន្លែងនេះយើងបងប្អូនទាំងនេះយកតាមខ្ញុំបាទយក no this channel is not made for kids I already post content made for children បាទថា channel របស់យើងគឺមិនបង្កើតឡើងដើម្បីក្មេងៗទេបាទអញ្ចឹងយើង select យកពាក្យថា no ហ្នឹងមកបាទបងប្អូនទាំងនេះនៅកន្លែងហ្នឹងណាបាទនេះគេសួរបងប្អូនឃើញទេនេះគេសួរថា do you want to make your channel as made for kids គេសួរយើងថាយើងបង្កើត channel របស់យើងហ្នឹងបាទបង្កើតឡើងមកដើម្បីណាគេមនុស្សធំឬក៏ដើម្បីក្មេងយើងយកថាมันបង្កើតសម្រាប់ក្មេងទេបាទហ្នឹងហើយគឺយកនេះឯងអញ្ចឹងបើសិនយើងអត់យកហ្នឹងទេគឺធ្វើឲ្យ channel យើងវាមានការប៉ះពាល់អូខេអញ្ចឹងយកតាមខ្ញុំមកដល់ពេលយកហើយបងប្អូនទាំងនេះធ្វើការចុច save ណាបាទ save អូខេអញ្ចឹងបន្ទាប់ពីយើង save ហើយចូលមកកន្លែងពាក្យថា allow to feature អធិស្ឋាន access to feature ហ្នឹងហើយតើយើងមក access ហើយបងប្អូនទាំងនេះធ្វើការមក open នៅកន្លែងនេះបាទនេះ standard level function បាទហ្នឹងហើយធ្វើការអូខេធ្វើការមកធ្វើការបើកអាហ្នឹងមកបងប្អូនទាំងនេះគ្រាន់តែធ្វើការចុចបើកមកអាហ្នឹងចុចបើកជួលទេហ្នឹងហើយបន្ទាប់ពីបើកហ្នឹងហើយបងប្អូនទាំងនេះធ្វើការបើកទី2 intermediate function ហ្នឹងហើយបើកនេះទៀតមកអានេះយើងធ្វើការ verify ជាមួយលេខទូរស័ព្ទបាទហ្នឹងហើយយើង verify លេខណាដែលមិនធ្លាប់ verify ជាមួយ YouTube ហើយយើងយកលេខកូដមកធ្វើការដាក់មកគឺរួចរាល់បាទអាហ្នឹងដោយសារខ្ញុំ verify ហើយអញ្ចឹងខ្ញុំអត់មានចាំបាច់ទៅ verify ទៀតទេប៉ុន្តែខ្ញុំគ្រាន់តែប្រាប់បងប្អូនទាំងនេះអញ្ចឹងណាអូខេហើយនៅកន្លែងខាងក្រោមនេះ advanced feature អញ្ចឹងនៅកន្លែងនេះផងដែរបងប្អូនទាំងនេះធ្វើការអាចធ្វើការបើកបានទី1យើងបាទហ្នឹងហើយមានរបៀបក្នុងការបើកប៉ុន្តែខ្ញុំបើកឲ្យអស់អញ្ចឹងខ្ញុំបាក់បងប្អូនទាំងនេះមាន3របៀបយើងអាចបើកតាមរយៈ
build channel history ឬក៏យើងអាចបើកបានការ scan អត្តសញ្ញាណប័ណ្ណបាទហ្នឹងហើយបានអញ្ចឹងបងប្អូនតោះនេះធ្វើការបើកយកមួយណាក៏បានដែរយើងអាចបើកតាម channel history នេះឃើញនៅលើមានអត់ហើយ valid identification document ហើយ video verification ហ្នឹងហើយយើងអាចបើកមួយណាក៏បានដែរអញ្ចឹងបងប្អូនទាំងនេះធ្វើការយកអាបើតាមគំនិតរបស់ខ្ញុំ recommend ឲ្យបងប្អូនទាំងនេះដែលគាត់ធ្វើថ្មីយកអាខាងក្រោមគេបំផុតបាទ channel history អញ្ចឹងយកអាខាងក្រោមពាក្យថា channel history ហើយចុច save មកហើយកន្លែងហ្នឹងណាហើយយើងធ្វើការ upload វីដេអូជាថ្ងៃទៀងពេលទៅគឺកន្លែងហ្នឹងនឹងបើក automatic បើសិនជានៅកន្លែងហ្នឹងតើបងប្អូនទាំងនេះអត់ធ្វើការមក select ទេនៅពេលដែល channel យើងគ្រប់ subscribe គ្រប់ 4000 ម៉ោងក៏ channel យើងមិនអនុញ្ញាតឲ្យមានប៊ូតុននៅក្នុងការស្នើ monetization ដែរអញ្ចឹងនៅចំណុចនេះក៏ជាចំណុចសំខាន់មួយប៉ុន្តែវាពិតជាល្អិតមែនទែនបងប្អូនខ្លះគាត់មើលម្លងឡើយហ្នឹងណាបាទគាត់អត់ដឹងទេនៅពេលដែល channel គាត់គ្រប់ភ្លាមគាត់ឆ្ងល់ថាហេតុអីបានប៊ូតុងរបស់គាត់ជីងពណ៌ប្រផេះអត់ជីងពណ៌សឲ្យគាត់ដើម្បី appeal ឬក៏ដើម្បី apply YouTube partner អញ្ចឹងបាទអញ្ចឹងគឺចំណុចនេះឯងបងប្អូនទាំងនេះត្រូវតែធ្វើការបើកឲ្យបានមុនពេលដែល channel យើងគ្រប់គោលការណ៍ហ្នឹងហើយអូខេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងនេះតន់ខ្ញុំនិយាយណាបាទអធិស្ឋានផងខ្ញុំនិយាយលឿនបន្តិចហើយដោយសារជានេះរបស់ខ្ញុំជា habit ខ្ញុំបាទចូលចិត្តនិយាយលឿនៗចឹងឯងប៉ុន្តែនិយាយលឿនគឺតែតែខុសអូខេអញ្ចឹងនៅកន្លែងហ្នឹងតែប៉ុណ្្នឹងទេបងប្អូនទាំងនេះតទៅទៀតយើងចុចមក posting default នេះអញ្ចឹងនៅកន្លែងនេះទៀតគឺក៏វាសំខាន់ដែរនៅកន្លែងនេះbasic information បងប្អូនទាំងនេះមើល click មកខំ3 4 clause នេះអញ្ចឹងឃើញតែ title ហ្នឹងអត់កន្លែង title ហ្នឹងយើងមិនបាច់ចាំដាក់អីទេយើងឡងចោលទៅអាហ្នឹងនៅពេលដែលវីដេអូយើងធ្វើអំពីអីយើង save ពីហ្នឹងមកបើថាចង់ថាអាហ្នឹងនៅពេលដែលយើង post វីដេអូយើង save ហ្នឹងណាអូខេហើយមួយទៀត description អញ្ចឹងយើងធ្វើវីដេអូអំពីអីយើងទៅ save អំពីហ្នឹងមកអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូននេះប្រើនៅ chat GPT ទៅអូខេវា chat GPT អញ្ចឹងយើង copy អាមិញមកនេះយើង copy នេះមកមិនបាច់ចាំទៅ save ទៀតទេ copy យកហ្មងទៅហើយយើងគាត់ដូរឡើងនេះមកដាក់ description មកនេះយើងដាក់ description មក description អូខុសនេះយើងសេ description មកហើយយើងចុច send អូខេនៅពេលដែលយើង send គឺបាទ AI ចាប់ដើមធ្វើការ generate ឲ្យយើងហ៎អញ្ចឹងបងប្អូនទាំងគ្នាធ្វើការ copy នៅកន្លែងហ្នឹងមកដើម្បីយើងបាទយកទៅផាសនៅខាងក្រោមdescription យើងអូខេខ្ញុំ copy ធម្មតាsubscribe to turn on notification to stream the video are uploading okay can help smarter up the last trend អូខេខ្ញុំយកធម្មនេះហើយខ្ញុំយកដល់ធម្មនេះមកអូខេ copy មកហើយយើងផាសនៅកន្លែង description នឹងឯងអញ្ចឹងខ្ញុំផាសប៉ុណ្ណឹងបាទតមកបងប្អូនទាំងនេះមើលមកក្រោមទៀតនៅកន្លែង visibility នេះបាទបងប្អូនទាំងនេះបើសិនជាចេញជា no list នេះបាទ not list នេះ not listed នេះឬក៏ private នេះបងប្អូនទាំងនេះ select យកវាថា public អូខេ public ជាងមកតទៅទៀតយើងមើលកន្លែងសំខាន់មួយទៀតបងប្អូនទាំងនេះតែងតែមើលម្លងណាកន្លែងហ្នឹងគឺកន្លែង tag បាទអញ្ចឹងបងប្អូនទាំងនេះធ្វើការ tag ឲ្យធំមកនៅពេលដែលយើង post ទៅគឺ YouTube នឹងធ្វើការត្រួតពិនិត្យវីដេអូយើងហើយនឹងធ្វើការរុញវីដេអូយើងទៅកាន់ខាងក្រៅបាទ YouTube home screen home របស់ទូរស័ព្ទឬក៏កុំព្យូទ័រអ្នកផ្សេងអញ្ចឹងណាបាទដើម្បីឲ្យវីដេអូយើងនឹងឆាប់មាន view ហ្នឹងហើយអញ្ចឹងនៅកន្លែងចំណុចទុយហ្នឹងគឺវាពិតជាសំខាន់មែនទែនបងប្អូនខ្លះគាត់មើលរំលងឡើយហ្នឹងគឺធ្វើទៅអត់ទោះទេហ្នឹងហើយអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនទាំងគ្នាព្យាយាមបដោតទៅលើចំណុចទុយទាំងអស់ហ្នឹងបាទដើម្បីផ្ដុំឲ្យវាទៅជាអ្វីមួយដែលវាអាចកាត់ឡើងហ្នឹងហើយអញ្ចឹងយើងមកនេះមកយើងមកសេនេះតទៀតអញ្ចឹងយើងគ្រាន់ copy មកជ្រុលមិនបាច់ចាំសេតខ្ញុំ copy ហើយខ្ញុំផាសយកមកផាសហើយខ្ញុំគ្រាន់តែដូរពី description នេះទៅជា text មកហើយបាត់ហើយទៅជា text មកហើយបាត់ហើយអូខេអញ្ចឹងចាំមកនេះអញ្ចឹង text ទាំងអស់នេះគឺបងប្អូនទាំងនេះ copy ម្ដងមួយកុំ copy ទាំងអស់នេះ copy ម្ដងមួយទាំងមកហើយយកទៅផាសនេះផាសឲ្យ text យើងមកយើងផាសឲ្យអស់មកឬក៏យើងផាសប្រហែលផាសទៅបងប្អូនទាំងនេះតាមតាចិត្តបងប្អូនទាំងនេះអញ្ចឹងណាផាសតែបើតាមខ្ញុំ recommend ផាសឲ្យយើងច្រើនកាន់តែល្អហ្នឹងហើយអញ្ចឹងយើងធ្វើការ copy ហ្នឹងមក
ok បងប្អូនទាំងគ្នាអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ប៉ុណ្ណឹងចុះបងប្អូនទាំងគ្នាចង់ដាក់លើពីនឹងទៀតឬក៏ដាក់តិចជាងទៀតក៏បានដែរអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ប៉ុណ្ណឹងបន្ទាប់យើងធ្វើការដាក់ប៉ុណ្ណឹងហើយយើងធ្វើការ save មកបាទយើង save ដល់ពេលយើង save ហើយចូលមក setting ម្ដងទៀតយើងចូលទៅ check មើលថាយើងនៅខ្វះអីទៀតចូល channel ចូល posting default អូខេឃើញថាយើងមានអីត្រូវខ្វះទៀតទេហ្នឹងហើយចូលមក advanced setting នៅកន្លែង advanced នេះបងប្អូនទាំងគ្នាអាចដាក់មិនដាក់ទៅណាបាទប៉ុន្តែយើងធ្វើ content អីដាក់តាមនោះមកខ្ញុំយក entertainment នេះកន្លែងនេះបងប្អូនទាំងគ្នាអាចដាក់មិនដាក់ទៅនេះប៉ុន្តែដាក់យល់ល្អដាក់ឲ្យតាមការធ្វើរបស់យើងមកយើងធ្វើអំពីដាក់ពីនឹងមកធ្វើអំពី technology ដាក់ technology មកឬក៏យើងធ្វើអំពីសัตว์ដាក់ pet and live នឹងមកនេះ live talk នេះឬក៏បងប្អូនទាំងគ្នាធ្វើអំពី LAN អំពីអីចឹងនេះដាក់អានេះមកប៉ុន្តែបើសិនធ្វើអំពីពួកបច្ចេកវិទ្យាដាក់ប្រភេទ technology មកឬក៏ធ្វើអំពី blog ដាក់ travel and event នឹងមកឬក៏ដាក់អំពីការបង្រៀនឬក៏បងប្អូនទាំងគ្នាធ្វើអំពីចំណេះដឹងទូទៅយើងយក education ឬក៏ធ្វើអំពីកីឡាដាក់ sport music អីចឹងទៅតាមអីដែលយើងធ្វើឬក៏ធ្វើបែបព័ត៌មានវិទ្យាដាក់ news ព័ត៌មានហើយនឹងpolitics នេះមកនិយាយទៅអាកន្លែងហ្នឹងយើងយកទៅតាមអីដែលយើងបាទធ្វើអញ្ចឹងអាហ្នឹងគឺជាកន្លែង category នឹងឯងបន្ទាប់ពីយើងយកប៉ុណ្ណឹងហើយបងប្អូនទាំងគ្នាធ្វើការចុច save មកហើយបាទហ្នឹងហើយអញ្ចឹងគឺយើងធ្វើតែប៉ុណ្្នឹងទៅគឺវីដេអូយើងគឺអាចរកលុយបានមិនមែនវីដេអូយើងអាចលុយបានទេគឺ channel យើងហ្នឹងគឺវាអាចនឹងរីកលូតលាស់ក្រូហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នាធ្វើការបំពេញប៉ុណ្្នឹងមកហើយនៅកន្លែងនេះនៅពេលដែលវាកន្លែងពាក្យថា request now នេះគឺនៅពេលដែលវាគ្រប់អាទាំងអស់ហ្នឹងហើយគឺវាចេញពាក្យថា apply now បាទអញ្ចឹងវានឹងចេញពាក្យថា apply now នៅពេលដែលបងប្អូនទាំងគ្នាគ្រប់គោលការណ៍ដែល YouTube ដាក់ឲ្យបាទគឺ 1000 subscriber ជាមួយនឹង 4000 ម៉ោងយល់អីសូមខន្តីអធិស្ឋានផងដោយសារតែខ្ញុំធ្វើវីដេអូនេះគឺថ្មីមែនទែនខ្ញុំមិនសូវដែរធ្វើទេដោយសារតែអត់សូវចង់ឥឡូវតន់ខ្ញុំចង់ធ្វើអញ្ចឹងខ្ញុំមកធ្វើបង្ហាញបងប្អូនទាំងគ្នាហ្មងទៅហើយមិនមែនថាខ្ញុំធ្វើហ្នឹងខ្ញុំអត់ចេះធ្វើ YouTube ទេណា YouTube ខ្ញុំធ្វើរៀងយូរគួរសមដែរហ្នឹងហើយឥឡូវនេះ channel មុនថៃក៏មានក្នុងដៃដែរគ្រាន់ថាមាន channel ខ្លះវាបាន demonetization ហើយអញ្ចឹងរៀង sad ដែរហ្នឹងហើយតែអត់អីទេខ្ញុំនៅតែព្យាយាមដើរទៅមុខបន្តទៀតហ្នឹងហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងគ្នានឹងបាទព្យាយាមក៏ដូចជាចាប់ផ្ដើមជាមួយ YouTube ទៅទាំងអស់គ្នាអូខេហើយបើសិនជាថ្ងៃមុខទៅមិនយើងអត់តន់ហ្នឹងទេយើងចាំមើលសិននិយាយទៅបើសិនជា YouTube នៅដំណើរការស្រួលមកយើងនឹងដើរបន្តជាមួយនឹងវាទៀតអូខេហើយឥឡូវនេះខ្ញុំមានតែប៉ុណ្្នឹងទេចុងក្រោយចុងបញ្ចប់បងប្អូនទាំងគ្នាកុំភ្លេច like comment ឬក៏ subscribe បើសិនជាអាចនឹងដាក់សញ្ញាកណ្ដឹងមួយផងដើម្បីនៅពេលខ្ញុំធ្វើការ upload វីដេអូបងប្អូនទាំងគ្នានឹងទទួលបានមុនគេអរគុណ